大家好，今天我们学习日期。日期ដែលយើងមកប្រើថាការបរិច្ឆេទ星期星期សប្តាហ៍星期一ថ្ងៃច័ន្ទ星期一ថ្ងៃច័ន្ទ星期二ថ្ងៃអង្គារ星期二ថ្ងៃអង្គារ星期三ថ្ងៃពុធ星期三ថ្ងៃពុធ星期四ថ្ងៃព្រហស្បតិ៍星期四ថ្ងៃព្រហស្បតិ៍星期五ថ្ងៃศุកร์星期五ថ្ងៃศุកร์星期六ថ្ងៃសៅរ៍星期六ថ្ងៃសៅរ៍星期日ថ្ងៃអាទិត្យ星期日ថ្ងៃអាទិត្យចាឥឡូវយើងមកបន្តមេរៀនរបស់យើង今天ថ្ងៃនេះ昨天ម្សិលមិញ明天ថ្ងៃស្អែក后天ថ្ងៃខាងស្អែក前天ម្សិលមិញថ្ងៃ周末ថ្ងៃចុងសប្តាហ៍这周សប្តាហ៍នេះ下周សប្តាហ៍ក្រោយ上周សប្តាហ៍មុន今天星期几今天星期几តើថ្ងៃនេះជាថ្ងៃអ្វី今天星期四今天星期四ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ចា៎មេរៀនខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ